សួស្តីបងប្អូនថ្ងៃនេះយើងមកជៀនត្រីម្ដងបងប្អូនត្រីជៀនរបស់យើងគឺត្រីសណ្ដាយបងប្អូនជៀនជាមួយនឹងទឹកត្រីដំបូងឡើយគឺយើងកាត់ត្រីជាកង់ៗហើយយើងយកមកប្រឡាក់ជាមួយនឹងម្រេចបងប្អូនម្រេចហើយនឹងយើងប្រឡាក់ជាមួយនឹងម្សៅស៊ុបបន្ថែមទៅបើបងប្អូនមិនដាក់ម្សៅស៊ុបទេអាចដាក់ប៊ីចេងក៏បានដែរតែយើងខ្ញុំឥឡូវអត់ប្រើប៊ីចេងទេគឺប្រើម្សៅស៊ុបធ្វើពីបន្លែដែលធ្វើខ្លួនឯងបងប្អូនវាមានរសជាតិឈ្ងុយឆ្ងាញ់ហើយវាធម្មជាតិយើងប្រើបន្លែច្រើនមុខលាយចូលគ្នាហើយធម្មជាតិ 100% អញ្ចឹងពេលដែលយើងប្រឡាក់ត្រីនឹងសពសាច់ហើយយើងទុកត្រីនឹងម្លែកសិនបងប្អូនបន្ទាប់មកវាចូលជាតិហើយយើងចាប់ផ្ដើមដាក់ចៀនទៅបងប្អូនយើងចៀនឲ្យត្រីនឹងរាងក្រៀមបន្តិចទៅបន្ទាប់ពីយើងដាក់ចៀនហើយយើងងាកមកធ្វើទឹកត្រីរបស់យើងម្ដងទឹកត្រីរបស់យើងសាមញ្ញទេអត់មានអីច្រើនទេបងប្អូនគឺទឹកត្រីធម្មតាហ្នឹងគឺយើងយកមកដាក់គ្រឿងតិចមកបងប្អូនគឺទឹកត្រីដាក់ថែមស្ករបន្តិចហើយនឹងម្សៅស៊ុបធ្វើពីបន្លែនឹងបន្តិចទៅហើយយើងដាក់ម្ទេសបងប្អូនម្ទេសហើយនឹងស្លឹកខ្ទឹមលាយចូលគ្នាទៅបន្ទាប់មកយើងទុកទឹកត្រីរបស់យើងមួយឡែកពេលដែលត្រីយើងក្រៀមហើយយើងអាចដាក់ទឹកត្រីដែលបានផ្សំហើយហ្នឹងចូលទៅក្នុងត្រីរបស់យើងទៅរួចជាការស្រេចហើយបងប្អូនចឹងនិយាយថាត្រីចៀនរបស់យើងគឺសាមញ្ញតែរសជាតិឆ្ងាញ់បងប្អូនរសជាតិឆ្ងាញ់ដោយសារតែយើងប្រឡាក់គ្រឿងពីមុនមកយើងប្រឡាក់ម្រេចហើយនឹងម្សៅស៊ុបទៅធ្វើឲ្យសាច់ត្រីរបស់យើងមានជាតិឆ្ងាញ់ពេលដែលយើងចាក់ទឹកត្រីហើយគឺរួចតែម្ដងបងប្អូនគឺរសជាតិឆ្ងាញ់សាមញ្ញទេតែឆ្ងាញ់ឥឡូវយើងចាក់ទឹកត្រីយើងចូលហើយចឹងត្រីរបស់យើងគឺរួចរាល់ហើយបងប្អូនឆ្ងាញ់បងប្អូនអាចសាកធ្វើបានបើសិនជាបងប្អូនអត់ដឹងក្បួនទេអាចនឹងចង់និយាយថាមិនសូវមានជាតិប្រហែលទេតែបើយើងប្រឡាក់ដូចខ្ញុំបានជម្រាបអញ្ចឹងគឺមានជាតិឆ្ងាញ់ត្រីរបស់យើងឆ្អិនហើយបងប្អូនអញ្ចឹងយើងទឹកត្រីដែលនៅសល់ហ្នឹងគឺយើងយកមកចាក់ពីលើត្រីហ្នឹងមកគឺរួចជាការស្រេចហើយបងប្អូនអរគុណច្រើនបងប្អូនចំពោះការទស្សនា